លោកអភិបាលខេត្តកំពតចាត់ទុកការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺជាផ្នែកមួយសំខាន់នៃការងារអភិបាលកិច្ចល្អអភិបាលខេត្តកំពតលោកម៉ៅធនិនបានលើកឡើងថាតាមបទពិសោធន៍នៃការដឹកនាំជាអភិបាលខេត្តកំពតដើម្បីសម្រេចការងារអភិបាលកិច្ចល្អប្រតិបត្តិការច្បាប់និងគោលនយោបាយរដ្ឋត្រូវមានទិសដៅច្បាស់លាស់មានភាពថ្លៃថ្នូរសហការជាក្រុមនិងផ្ដោតលើផលប្រយោជន៍ពលរដ្ឋជាធំចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាផ្នែកសំខាន់ណាស់ដែលអាចជួយធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានភាពកក់ក្ដៅនិងជឿជាក់លើរាជរដ្ឋាភិបាលលោកម៉ៅធនិនបានលើកឡើងដូចនេះនៅក្នុងបទកថាស្វាគមន៍ដំណើរទស្សនកិច្ចកម្មសិក្សាការីវគ្គវិក្រិតការមន្ត្រីជាន់ខ្ពស់ថ្នាក់វិន័យឆ្នាំ2025ក្រោមប្រធានបទការអនុវត្តគោលនយោបាយអភិបាលកិច្ចល្អក្នុងរដ្ឋបាលខេត្តកំពតដែលបានធ្វើឡើងនៅខេត្តកំពតនៅថ្ងៃទី17ខែតុលាឆ្នាំ2025ក្នុងឱកាសនោះលោកបានបង្ហាញអំពីគន្លឹះនៃការដឹកនាំផែនការយុទ្ធសាស្ត្រវិធីសាស្ត្រនិងការសម្របសម្រួលដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅលើវិស័យផ្សេងៗលោកអភិបាលខេត្តក៏បានបញ្ជាក់ផងដែរថាតាមបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការដឹកនាំនៅខេត្តកំពតការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយប្រើយន្តការច្បាប់និងយន្តការគ្រួសារតែមួយធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅក្នុងចិត្តអបអរសាទរគោរពស្រឡាញ់និងគាំទ្ររាជរដ្ឋាភិបាលកាន់តែខ្លាំងក្រៅពីនោះមានការងារបន្ទាប់បន្សំជាច្រើនទៀតដែលរដ្ឋបាលខេត្តសម្រេចបានទើបធ្វើឲ្យខេត្តកំពតមានភាពលេចធ្លោលើការងារអភិបាលកិច្ចល្អសូមបញ្ជាក់ផងដែរថាតាមរយៈវេទិកាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលដឹកនាំដោយលោកម៉ៅធនិនអភិបាលខេត្តរដ្ឋបាលខេត្តកំពតបានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទចំនួន3150ករណី